អាយដាមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តនាថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025នេះបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខនិងត្រួតពិនិត្យទីតាំងទំនប់ស្ទាក់ទឹកនិងទំនប់បង្ហៀទឹកដែលបានរៀបចំប្រព័ន្ធធារាសាស្ត្រជូនបងប្អូនអតីតយុទ្ធជនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងស្រោចស្រពភោគផលដំណាំរួមទាំងបង្កើនផលស្ថិតនៅក្នុងភូមិប៊ុនរនីសែនជ័យដំណាក់ត្រយឹងដែលស្ថិតក្នុងឃុំប្រងិលស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ក្នុងឱកាសនោះក៏មានការចូលរួមពីលោកញឹកបានខេងអភិបាលរងខេត្តលោកអ៊ុយសធាវីអភិបាលរងខេត្តព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនមានរដ្ឋបាលស្រុកក្រុងនិងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀតជាមួយគ្នានោះដែរអាយដាមអភិបាលខេត្តក៏បានកោតសរសើរនិងណែនាំដល់បងប្អូនអតីតយុទ្ធជនឲ្យបន្តខិតខំប្រឹងប្រែងលើកកម្ពស់ជីវភាពប្រចាំថ្ងៃជាប់ជានិច្ចដើម្បីអាចរស់នៅក្នុងជីវភាពមួយធូរធារក្នុងគ្រាចូលនិវត្តន៍និងធ្វើឲ្យមានការអភិវឌ្ឍជាបន្តបន្ទាប់គួរជម្រាបជូនថាក្រោមការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចតេជោហ៊ុនសែនប្រធានសមាគមសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាជាអនុប្រធានសមាគមតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារអតីតយុទ្ធជនដោយបានផ្ដល់ដីសម្បត្តិសង្គមគិច្ចសម្រាប់រៀបចំសាងសង់ផ្ទះជូននិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការចាំបាច់នៅក្នុងសហគមន៍ដូចជាសាលារៀនមន្ទីរពេទ្យវត្តអារាមអណ្ដូងទឹកតបណ្ដាញអគ្គិសនីដាក់ភ្លើងសូឡាផ្លូវខ្វាត់ខ្វែងសម្រួលដល់ការរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅទីនេះយ៉ាងប្រសើរបន្ទាប់ពីពួកគាត់បានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដីនិងពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិជាពិសេសធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍដោយសពថ្ងៃនេះ